ជំរាបសួរលោកគ្រូឧបទេសបាទថ្ងៃនេះខ្ញុំនឹងធ្វើការឆ្លុះបញ្ចាំងបកស្រាយពីការវិតម្លៃថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពបាទអញ្ចឹងដើម្បីធ្វើការវិតម្លៃថ្នាក់រៀនឲ្យមានប្រសិទ្ធភាពខ្ពស់នោះបាទទី1យើងត្រូវមានគោលដៅសិក្សាបាទបង្រៀនឲ្យមានភាពច្បាស់លាស់និងសមស្របបាទនៅក្នុងនោះក៏វាមានកត្តាជាច្រើនដែលរួមផ្សំដើម្បីឲ្យការវិតម្លៃថ្នាក់រៀននឹងមានប្រសិទ្ធភាពខ្ពស់បាទខ្ញុំលើកឡើងមានចំណុចមួយគឺសុពលភាពបាទអញ្ចឹងសុពលភាពគឺមានន័យថាភាពត្រឹមត្រូវបាទច្បាស់លាស់បាទការសន្និដ្ឋានការប្រើប្រាស់ផលវិបាកភាពជាក់ស្ដែងត្រូវមានភាពជាក់ស្ដែងនិងប្រសិទ្ធភាពភាពស្គាល់គ្នាជាមួយនឹងវិធីសាស្ត្រស្គាល់ពេលវេលាបាទកុំឲ្យនឹងភាពស្មុគស្មាញភាពងាយស្រួលនៃការដាក់ពិន្ទុភាពងាយស្រួលនៃការបកស្រាយផលវិបាកវិជ្ជមានដូចជាការរៀនការលើកទឹកចិត្តការណែនាំបាទហើយប្រភេទនៃជំហានក្នុងការសម្រេចបានបាទយើងត្រូវមានយុត្តិធម៌គោលដៅសាធារណៈនិងការវិតម្លៃឱកាសដើម្បីរៀនតម្រូវការជាមុនជៀសវាងការរើសអើងរបស់គ្រូជៀសវាងការវិតម្លៃលំអៀងការស្នាក់នៅពិសេសបាទជ្រើសរើសវិធីសាស្ត្រឲ្យមានភាពសមស្របបានន័យថាការឆ្លើយតបដែលបានការឆ្លើយតបដែលបានរៀបចំទុកមុនការសម្ដែងមានអត្ថបទបាទផ្ទាល់មាត់ការអង្កេតការវិតម្លៃដោយខ្លួនឯងហើយការវិតម្លៃដោយមិត្តភ័ក្តិសាកល្បងជាប្លង់មេបាទបន្តមកទៀតគឺនិយាយពីលទ្ធផលនៃការសិក្សាអញ្ចឹងដើម្បីដឹងយើងត្រូវធ្វើការវិតម្លៃដាក់ពិន្ទុបានដោយយើងធ្វើការអង្កេតទៅលើថ្នាក់រៀនមួយបាទទី1យើងនិយាយពីកំហុសខាងក្នុងបាទនៃសំឡេងរំខានបាទអញ្ចឹងមានន័យថាការរំខានហ្នឹងកំហុសខាងក្នុងមានដូចជាសុខភាពរបស់គាត់បាទអារម្មណ៍ផ្លូវចិត្តរបស់គាត់ហ្នឹងបាទការលើកទឹកចិត្តមានន័យថាអត់មានអ្នកលើកទឹកចិត្តគាត់ត្រូវតែមានអ្នកជំរុញលើកទឹកចិត្តគាត់បាទជំនាញនៃការធ្វើតេស្តបាទន័យថាបើគាត់ខ្សោយការធ្វើលំហាត់ការសរសេរការអានគឺបាទនេះជាបញ្ហាសម្រាប់បាទសម្រាប់ការបង្រៀនរបស់គ្រូបាទសិស្សបាទថប់អារម្មណ៍អស់កម្លាំងបាទសមត្ថភាពស្ដាប់បាទសមត្ថភាពមើលបាទមិនបានល្អក៏ជាបញ្ហារបស់គ្រូដែលបង្រៀនពួកគាត់ដែរបាទទី2នោះមានដូចជាចំណេះដឹងការយល់ដឹងការវិញ្ញាជំនាញផលិតឬក៏ឥទ្ធិពលអីចឹងទៅមានន័យថាគាត់ខ្សោយចំណេះដឹងគាត់ការចាប់ពូក្បាលគាត់ចាប់បានយឺតការយល់គាត់ក៏យឺតការវិភាគគាត់ក៏យឺតអញ្ចឹងក៏វាពិបាកដែរដើម្បីដាក់ពិន្ទុគាត់ដើម្បីដំណើរការសិក្សារបស់គាត់នឹងបានល្អបើនិយាយពីកំហុសខាងក្រៅមានបាទទិសដៅសំណាងបាទភាពច្បាស់លាស់នៃធាតុកម្ដៅនៅក្នុងបន្ទប់បាទភ្លើងបំភ្លឺគំនូរនៃធាតុបាទភាពខុសគ្នានៃការអង្កេតសាកល្បងការរំខានបាទនឹងការដាក់ពិន្ទុ
ហើយចុងក្រោយនេះគឺមានបាទយើងនិយាយពីគ្រូអញ្ចឹងបើគ្រូគាត់ចង់ឲ្យការសិក្សារបស់សិស្សនៅក្នុងថ្នាក់រៀនមួយហ្នឹងប្រកបដោយប្រសិទ្ធភាពខ្ពស់គ្រូត្រូវបាទធ្វើការវិតម្លៃនៅក្នុងថ្នាក់ហ្នឹងដោយបាទសរុបមកវិញគឺបាទមានភាពយុត្តិធម៌បាទគ្រប់ពេលវេលាបង្រៀនឲ្យអស់ពីសមត្ថភាពបាទមានវិធីសាស្ត្រថ្មីបាទដើម្បីឲ្យការបង្រៀននឹងមានភាពតាក់ទាញបាទជាងខ្ញុំមានតែប៉ុណ្្នឹងទេសូម